ស្វាគមន៍ជាថ្មីមកកាន់ Channel Zero Gaming ថ្ងៃនេះ admin មកសម្រាប់រឿងមួយដែលមានចំណងជើងថាតសក់ខ្មោចជារបស់ប្រទេសឥណ្ឌូនេស៊ីដែលទទួលបានការគាំទ្រច្រើនផងដែរអំពី Channel Disability ចង់មើលរឿងពេញអាចចូលទៅមើលបានតែបើចង់មើលសម្រាប់ Come Here Baby តើឥឡូវនេះចូលដល់សាច់រឿងយើងតែម្ដងទៅនៅក្នុងហាងកាហ្វេមួយកន្លែងគឺមានចាយពីរអ្នកកំពុងតែនិយាយជាមួយគ្នាចាយម្នាក់ពាក់អាវពណ៌ខៀវមានឈ្មោះថាការៀនម្នាក់ទៀតសុំហៅ Kairi មកទៅចុះពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នាពិភាក្សាចង់បើកកូន business អីមួយសម្រាប់រកប្រាក់ចំណូលអីចឹងទៅហើយចាយរីម៉ាក៏គាត់ចង់បើកនៅហាងសាឡុនមួយចង់ជួលកន្លែងគេបើកហាងធ្វើសក់ធ្វើអីចឹងណាប៉ុន្តែការៀនគឺគាត់បានបដិសេធដោយសារតែគាត់ខ្លាចថាបើអត់ភ្ញៀវទៅវាអាចនឹងបាក់ជើងវាអាចនឹងខាតដើមខាតចុងអីចឹងទៅប៉ុន្តែគឺចាយរីម៉ាគាត់អត់បានកិនចឹងទេគាត់ថាគ្មានការចាប់ផ្ដើមគ្មានការចាប់ចែងណាដែលមិនមានការចាប់ផ្ដើមទេអញ្ចឹងហើយបើយើងមិនចាប់ផ្ដើមផងហេតុអីបើយើងទៅប្រមាណមើលអំពីបញ្ហានៅខាងមុខទៅវិញដូចនេះការៀនក៏គាត់អត់មានអីត្រូវបដិសេធទេដែរហេតុផលរបស់ចាយរីម៉ាគឺអូខេអញ្ចឹងអ្នកទាំងពីរក៏សម្រេចចិត្តថាបើកហាងតែម្ដងហើយបន្ទាប់មកទៀតចាយរីម៉ាក៏គាត់បានជួលបានកន្លែងធ្វើសក់មួយកន្លែងហើយសាឡនហ្នឹងដែរគឺត្រូវបានសេបន្តទេអ្នកចាស់គឺលក់តម្លៃថោកមែនតើហើយសំខាន់ហាងសាឡនហ្នឹងគឺមានគ្រប់សពបែបយ៉ាងមានតាំងពីឧបករណ៍អីផ្សេងៗដែរពួកគេមិនចាំបាច់ទិញសម្ភារៈអីសម្រាប់តុបតែងអីទៀតទេគឺថាចូលមកបង់លុយគឺបើកដំណើរការបានតែម្ដងបើចាយការីនគឺគាត់មានអារម្មណ៍ថាល្អមែនតើបានតម្លៃថោកហើយយើងមិនចាំបាច់ត្រូវទិញអីសាំញ៉ាំទៀតទេគឺបើកថ្ងៃនេះតែម្ដងចាយការីននិងចាយរីណាក៏បោះសម្អាតហាងដូចធម្មតាពេលហ្នឹងស្រាប់តែមានក្មេងស្រីម្នាក់ដើរកាត់មើលទៅទំនងដូចជានាងភ្ញាក់ផ្អើលដែលហាងសាឡននេះត្រូវបានបើកដំណើរការម្ដងទៀតចាយរីណាក៏រៀងឆ្ងល់ដែរថាហេតុអីបានជាគ្រាន់តែឃើញព្រាមមិនក៏រត់ទៅដូចជាខ្លាចអីមួយអញ្ចឹងតែចាយការីនប្រាប់ចាយរីណាក៏មកគិតច្រើនពេកលុះពេលយប់ចាយការីនកំពុងតែនៅក្នុងបន្ទប់ចុច laptop តែស្រាប់តែនឹកឃើញថាបាត់ទូរស័ព្ទទៅណាក៏មិនដឹងពេលនោះនាងក៏បាននឹកឃើញថានាងបានភ្លេចនៅហាងសាឡននោះហើយត្រូវទៅសាឡនទាំងយប់ទៀតការីនក៏បានជិះកង់ទៅក្នុងសាឡនទាំងយប់ដោយសារតែនាងភ្លេចទូរស័ព្ទនៅក្នុងសាឡនពេលនាងរងមើលគឺឃើញថាទូរស័ព្ទរបស់នាងនៅមុខកញ្ចក់នាងក៏ដើរយកទូរស័ព្ទនោះមកហើយនេះទាំងយប់តែម្ដងភ្លេចខ្លាំងដល់ច្រើនហើយខ្ញុំកំពុងតែមើលទូរស័ព្ទរបស់នាងណាស្រាប់តែឃើញថាពេលកំពុងចុចទូរស័ព្ទចាយការីនក៏បានភ្លៀងភ្នែកទៅមាត់ផ្លូវឃើញមានមនុស្សស្រីម្នាក់ស្លៀករូបពណ៌ក្រហមហើយនៅឈាមពីមុខហាងតែម្ដងចាយការីននឹកស្មានថាចាយនឹងមករកកាត់ស្អីទៅដឹងទៅប្រាប់ថាស្មាននេះហាងខ្ញុំបាត់ហើយចាយចាំមើលថ្ងៃស្អីទៅណាហើយក៏បានចាក់សោហាងនោះកំពុងតែចាក់សោមិនបានប្រហែលផងស្រាប់តែម្នាក់ស្រីមិញគឺបាត់ទៅណាក៏មិនដឹងលឿនដូចកុហកចាយការីនមិនបានភ្ញាក់ផ្អើលឬក៏ឆ្ងល់ច្រើនទេក៏បានជិះកង់ត្រឡប់ទៅវិញលុះស្អែកឡើងចាយការីនក៏បានរៀបរាប់រឿងនេះប្រាប់ទៅចាយរីណាថាយប់មិញហ្នឹងខ្លួនបានជួបមនុស្សស្រីនៅពីមុខហាងគ្រាន់តែងាកចាក់សោបន្តិចស្រាប់តែបាត់ម្នាក់ស្រីហ្នឹងមកអត់ដឹងទៅណាទេកំពុងតែស្ដាប់ចាយការីននិយាយសុកចាយរីណាស្រាប់តែបានក្លែកឃើញក្មេងស្រីម្នាក់ដែលរត់ចេញពីនាការពីម្សិលមិញហើយក៏សួរទៅចាយការីនថានោះជាក្មេងស្រីម្នាក់ដែលរត់ទៅការពីម្សិលមិញហ្នឹងមែនហើយនាងមកឈរមុខហាងយើងធ្វើអីទៀតហើយចាយការីនក៏បានឆ្លើយថាអត់ដឹងទេតែចាំមើលទៅសួរមើលថាក្មេងហ្នឹងចង់បានអីឲ្យពិតប្រាកដចាយការីនក៏បានដើរចេញទៅក្រៅគ្រាន់តែដើរមិនទាន់បានដល់ផងម្នាក់ស្រីហ្នឹងក៏ហត់ទៅបាត់ទៀតក្តៅហ្មងម្នាក់ស្រីហ្នឹងធ្វើដូចចម្លែកតាំងពីព្រឹកដល់ល្ងាចអត់បានមើលអីមួយសោះចារីណាគឺអត់សង្ឃឹមមែនតើចាយការីនក៏ឆ្ងល់ថាហើយណាគេទេទៅនិយាយឲ្យសោះថាចាប់ផ្ដើម business មួយអត់ត្រូវគិតពីរឿងលំបាកនៅពីក្រោយទេហើយមិនដែរនេះគឺជាម្នាក់ដែលកំពុងតែនិយាយមិនសើមិញអត់ណាចាំអត់លើយកសុកណាគឺស្រាប់តែមានភ្ញៀវម្នាក់ដើរចូលហាងមកហើយចៃដន្យដូចជានៅខាងចារីណាដល់ហើយប៉ុន្តែចាយការីននឹកថាម្នាក់នោះគឺជាធ្លាប់បានឃើញនៅណាម្ដងទៅតែចារីណាថាអូយកុំគិតច្រើនទៅស្វាគមន៍ភ្ញៀវទៅប្រយ័ត្នដាច់ម៉ួយទៀតហើយមិនខ្វល់ទេអត់ចាំផងចារីណាក៏ថាបាយទៅយើងទៅហើយក៏បានទៅសួរចាយម្នាក់ពាក់រូបក្រហមហ្នឹងថាបងអើយបាយចង់បានសេវាកម្មអីដែរនៅនេះកំពុងតែមានប្រម៉ូសិនណាហើយចាយឲ្យទៅហូបហ្នឹងអត់មាននិយាយអីសោះហ្មងចាយនេះក៏បន្តសួរទៀតបងចង់កក់សក់ឬក៏ចង់បានអីសេវាកម្មអីផ្សេងអូបាយឆ្លើយក៏បានដែរចាំចូលទៅដល់ក្នុងហាងសិនហ្មងណាចាំមានអីទៀតចាំហាប់នឹងបានតែចាយការីនវិញកំពុងតែមើលចាយរូបក្រហមហ្នឹងភ្លឹកតែម្ដងនេះចំណាំថាដូចបានឃើញចាយនេះណាក៏បានឲ្យភ្ញៀវអង្គុយហើយក៏បានហៅចាយការីននឹងនេះមកធ្វើសក់ឲ្យភ្ញៀវមកដល់រៀងទោះមកទោះសម្ដីជាមួយនឹងចារីណានឹងចាយការីនគឺចេះតែទ្រាំទៅតាមពិតទៅចាមិនសូវជាចង់ធ្វើប្រហែលទេពេលហ្នឹងសួរទៅចាយអតិថិជននឹងដែរថាចាយចង់បានអីចង់កាត់ម៉ូតបែបម៉េចតែថាសួរប្រហែលដងក៏មិនឆ្លើយហីអតិថិជននេះគឺ introvert ពិតតែម្ដងចារីណាដល់ឃើញអញ្ចឹងក៏ចេះតែប្រាប់ថាហើយកាត់បាច់កាត់ទៅឲ្យតែស្អាតបើអតិថិជនមិននិយាយអីហើយយើងក៏កាត់ទៅណាពេលហ្នឹងចាយការីនក៏បានកាន់តម្រឹមហើយក៏កាន់ខ្លីត្រឹមកចាយអតិថិជនរូបពណ៌ក្រហមហ្នឹងនិយាយពីថាពេញចិត្តដល់ហើយញញឹមតែម្ដងគ្រាន់តែកាត់ហើយក៏ដើរចេញពីហាងភ្លាម
ចាការ៉េនក៏ចារីណាក៏បានរត់ទៅតាមព្រោះថាចាមិញណាអត់ទាន់ឲ្យលុយទេតែចាការ៉េនខកថាហើយប្រហែលជាគាត់ភ្លេចឲ្យមកទៅប៉ុន្តែការដែលយើងរត់ទៅតាមនេះគឺវាមិនសូវល្អមើលទេអញ្ចឹងហើយគឺថានេះគឺជាមកកាយឆៃដំបងទៅចុះមិនយកលុយគេទេយកហេងចាការ៉េនក៏មិនបាននិយាយអីច្រើនហើយចារីណាក៏បានស្របពេលដែលចារឹកប្រហមដើរចេញពីហាងពេលនោះក៏មានក្មេងស្រីម្នាក់ហើយនឹងមិត្តភ័ក្តិរបស់នាង2នាក់ទៀតមិត្តភ័ក្តិនាង2នាក់ទៀតនិយាយពីថាចាប់អារម្មណ៍នឹងម៉ូដចាយក្រហមមិនដល់ហើយគឺថាឡើងស្អាតតែម្ដងពួកគេក៏បំរុងនឹងនាំគ្នាចូលហើយក៏បបួលក្មេងស្រីសក់ខ្លីដែលមានអាវពួកគេមកដែរដែលនាងឈ្មោះថានាវតែនាវនាងបានទៅអមវិញថាពួកឯងធ្វើទៅរៀងទៅមុនអីដូចជាមានរឿងអីមើលលាក់មិនទេនាវប៉ុន្តែមិត្តភ័ក្តិនាងម្នាក់ទៀតក៏មិនខ្វល់ទេថាអើយមិនខ្វល់ពីនាងទេចូលទៅធ្វើសក់វិញល្អជាងពេលហ្នឹងចៃរឹកក៏បានកាត់ឲ្យយើងឃើញថានាវបានហៅចៃក្រហមនឹងថាបងណានេះម៉ាក់នឹកបងណាតែយើងក៏បានដឹងដែរព្រោះចៃរឹកក៏បានកាត់មកដល់ចៃពីរនាក់នេះវិញហើយពេលហ្នឹងចៃការីហើយនឹងចៃរីណានិយាយពីថាសប្បាយចិត្តមកដោយសារតែអំបញ្ញមិញហ្នឹងគឺតែនិយាយថាឲ្យគេ free ទៅបានកៅឆៃហើយបានហេងផងឥឡូវនេះមិនដែរបានភ្ញៀវពីរនាក់ចូលថែមទៀតគឺថាកប់សេរីតែម្ដងមិនដែរចៃរីណាចៃការីនៅលុះស្អែកឡើងសារៀងបានកាត់មកដល់សាលារៀនបន្ទាប់ពីទទួលបានការធ្វើសក់ហើយនិយាយពីថាចាពីអ្នកនេះដើរចូលសាលាដោយភាពជឿជាក់តែម្ដងចាមកកំពុងតែចុចទូរស័ព្ទនោះគាត់បានឃើញហើយក៏បានភ្ញាក់ផ្អើលទៅនឹងម៉ូតសក់របស់អ្នកទាំងពីរហ្នឹងហើយពួកឯងមកទៅស្អាតដល់នេះហើយទៅធ្វើនៅណាហ្នឹងអូយស្ដាយយើងសក់ខ្លីកុំអីទៅធ្វើនេះពួកឯងដែលបានឡើងស្អាតមកតែចាពីនោះក៏បានទៅវិញថាឯងទៅខ្វល់អីសម័យនេះហើយសក់ខ្លីតែឯងទៅធ្វើសម័យកម្មតសក់បានតាមែនទេអញ្ចឹងយើងគិតទៅសិនស្របពេលនេះទាំងបីកំពុងនិយាយគ្នាបានឃើញថានាងកំពុងតែមើលមកក្នុងការភ្នែកដ៏ចម្លែកកាន់មកដល់ហាងចាការីនឹងចារីណាវិញពេលនោះនាងបានដើរកាត់ហាងនោះទៀតហើយតែថាលើកនេះការភ្នែកដែលមើលទៅគឺប្លែកដូចជាសោកសៅយ៉ាងមិនក៏មិនដឹងនាងក៏បានដើរចូលទៅកាន់ហាងហើយចាការីនក៏បានឃើញពេលហ្នឹងនីរ៉ាដែលកំពុងតែបំរុងថាម៉ូតូសក់ហ្នឹងក៏បាននៅទីនោះដែរហើយក៏បានសួរទៅកាន់នាងថានាងមកទីនេះដែរចូលបានតែប៉ុណ្ណឹងនាងក៏បានដើរចេញទៅវិញយ៉ាងលឿនមកហើយនេះក៏ប្លែកស្បើមហ៎ចាការ៉េនក៏នឹកឆ្ងល់ដែរតែពេលនោះចានីរ៉ាក៏បានកាត់លើថាហាងនេះមានសេវាកម្មម៉ូតូសក់ដែរមែនខ្ញុំគឺចាំម៉ូតូសក់ចាការ៉េនបំរុងនឹងឆ្លើយបដិសេធព្រោះថាសក់នោះក៏អស់ស្តុកហើយតែពេលនោះចានីរ៉ាក៏បានកាត់ហើយចានីរ៉ានោះគឺចាំទៅខាងក្នុងទៅចាំគាត់រៀបចំសេវាកម្មនឹងជូនពេលនោះចាការ៉េនស្រាប់តែធ្វើមុខឆ្ងល់ដល់ចានីរ៉ាតែម្ដងហើយឯងធ្វើស្អីនឹងប្រងតសក់មិនកើតបើសក់ហ្នឹងគឺអត់តញមកដល់ទេហើយឯងបានសក់ណាទៅឲ្យគេហ្នឹងពេលនោះចានីរ៉ាក៏បានឆ្លើយថាយើងឃើញសក់មួយដុំនៅកន្លែងក្នុងហាងហ្នឹងឯងកំភៃមើលយើងឃើញនៅសល់ហ្នឹងសល់តែម្ដុំគត់តែម្ដងពេលហ្នឹងចាការីនក៏ឆ្ងល់ដែរថាសក់បានមកពីណាថ្ងៃស្អែកឡើងមិនតបពីតសក់ហើយចានីរ៉ានិយាយពីថា confidence ស្លាប់បងបែរមកខ្លួនពីបិជុំហើយក៏បានដើរទៅកាន់សាប្រុសម្នាក់បំរុងនិយាយកកូកាកន្លែងឲ្យគេតែពេលហ្នឹងសាប់តែលេចពុកចាសង្ស័យគេចេញមកនិយាយពីថាខ្មាស់គេស្លាប់ហ្មងចានីរ៉ាក៏បានរត់ទៅកាន់បន្ទប់ទឹកនិយាយពីថាខ្មាស់ខ្លួនឯងណាម៉ៃមិញនេះទៅធ្វើអីមិនចេញកំផឹងក្នុងបន្ទប់ទឹកតែម្នាក់ឯងអញ្ចឹងទៅពេលហ្នឹងនាងក៏បានដើរកាត់ឆាប់តែឃើញស្រមោលមនុស្សស្រីម្នាក់លេចស្ទងចេញពីក្រៅចានីរ៉ាពេលហ្នឹងនាងក៏បានលន់មាត់តែក៏បាត់ទៅវិញនាងក៏បានធ្វើដូចធម្មតាវិញចានីរ៉ាក៏នឹកឆ្ងល់ថាមិនបាននាងមើលមកប្លែកទៅសក់នាងអញ្ចឹងតែនាងបានឆ្លើយថាអត់អីទេខ្ញុំគិតថាស្អាតហ្នឹងឯងធ្វើសេវាកម្មតសក់មែនណាហើយនាងក៏បានឆ្លើយថាមែនហើយបើទៅស្អាតអត់ហើយបន្ទាប់មកស្រីរឿងក៏បានកាត់មកដល់ផ្ទះចានីរ៉ាយប់នេះចានីរ៉ានៅក្នុងបន្ទប់តែម្នាក់ឯងកំពុងតែឆ្លុះកញ្ចក់មើលរៀងរើឆ្លុះកញ្ចក់ពុតបែនខ្លួនតាមទម្លាប់តែពេលនោះប្លែកថាអំពូលភ្លើងនេះគឺផ្លិតដូចមានអ្នកណាចុចលេងអញ្ចឹងចានីរ៉ាក៏ឆ្ងល់ដែរថាកើតអីនឹងថ្ងៃហ្នឹងមិនខ្វល់ទេក៏បន្តឆ្លុះកញ្ចក់ដូចធម្មតាពេលនោះសាប់តែលើកចេញមនុស្សស្រីម្នាក់ភ្នែកឡើងសុទ្ធតែឈាមចានីរ៉ាភ័យណាស់ក៏សួរទៅកាន់ម្នាក់ស្រីនោះថាតើនាងជាអ្នកណានេះកុំធ្វើបាបខ្ញុំអីពេលនោះក្មេងស្រីនោះក៏បាននិយាយទៅកាន់ចានីរ៉ាថាសងសក់ខ្ញុំវិញហើយសក់យើងវិញមកហេតុអីក៏ឯងសក់យើងទៅហើយក៏បានលុកដៃទៅច្បាស់កចានីរ៉ាតែម្ដងចានីរ៉ាភ័យពេកក៏បានភ្ញាក់ពីដំណេកពេលនោះទើបដឹងថាវាគ្រាន់តែជាការសបិនរបស់ចានីរ៉ាប៉ុណ្ណោះពេលស្អែកឡើងចានីរ៉ាក៏បានយករឿងនេះទៅប្រាប់មិត្តភក្តិចាទីទុយក៏បានលន់មកសួរថាឯងសបិនបែបនេះរយប់តាំងពីពេលដែលតសក់ហើយមែនទេចានីរ៉ាក៏បានឆ្លើយថាមែនហើយសឹងតែរយប់តែម្ដងចាទីទុយក៏បាននិយាយថាហើយឬមួយក៏សក់ដែលគេយកមកតឲ្យឯងនេះគឺជាសក់របស់សាសពទេដឹងឬក៏ជាសក់ដែលបានស្លាប់ហើយគឺជាសក់របស់មនុស្សស្លាប់ហើយណាពេលនោះចានីរ៉ានឹងភ័យហ្មងហើយឯងកុំនិយាយអញ្ចឹងបើអញ្ចឹងមែនណាអូយព្រឺស្បល់ខ្ញាក់តែម្ដងចាទីទុយក៏បានរីកមិនឲ្យចាណាបញ្ញាប់ទៅដោះសក់នឹងចេញទៅវាប្រសើរជាងប្រយ័ត្នតែគេលែងមែនតែនគេយកជីវិតឯងណាចានីរ៉ាក៏បានគិតមួយសន្ទុះ
បែរហើយព្រោះនៅក្នុងសម្បត្តិរបស់ខ្ញុំសម្បត្តិឃើញថាម្នាក់ស្រីនោះពោពេញទៅដោយកំហឹងការផ្នែកគឺចង់គំនុំខ្លាំងណាស់ទៅលើសក់មួយនេះហើយនាងប្រាប់ថាសក់នៅលើក្បាលខ្ញុំនេះគឺជាសក់របស់នាងហើយខ្ញុំនឹងយកទៅសងនាងវិញម្ល៉េះហើយស្អែកនេះចេញពីរៀនខ្ញុំនៅយកសក់នេះទៅដោះចេញហើយមិនទុកទេលុះពេលចេញពីរៀនចានីរ៉េក៏បានទៅធ្វើសេវាកម្មដោះសក់នោះចេញហើយចាក៏បានត្រឡប់មកជាសភាពសក់ខ្លីធម្មតាចារីណានិយាយពីថាអង្គុយរអ៊ូតែម្ដងហើយមិនដឹងជាស្អីទេតាមតែតសក់បានមួយថ្ងៃមុនសោះឥឡូវមកដល់វិញអីណាហើយហេតុផលគឺថាឡើងភ្លាវមកអីណាសិតតែពេលតសក់ហើយលេស្រាប់តែសបិនឃើញខ្មោចរយប់ខ្មោចទាសក់មកតែក្នុងកុនទៅហើយតែពេលនោះចាក៏មិនបានគិតដូចជាចារីណាទេអញគិតទៅសក់នេះមិនមែនជាសក់ថ្មីឬក៏សក់សិប្បនិមិត្តដែលយើងតឲ្យទេតែនេះអញយកសក់ដែលយើងបានកាត់ឲ្យចាយរូបក្រហមកាលពីថ្ងៃមុនចាយមួយដែលមិនបានឲ្យលុយនោះយើងគិតថាចាយដែរមកកាត់ហាត់ឲ្យលុយនោះតិចជាខ្មោចទៅហើយនៅពេលដែលយើងយកសក់គាត់ទៅតអ្នកផ្សេងគាត់ប្រកាសជាតាមគ្នាអញ្ចឹងហើយអញគិតដូចយើងទេពេលហ្នឹងចារីណានៅក្បាលឈើតែម្ដងចាយការិននិយាយពីថាគិតអញ្ចឹងរហូតគិតតែរឿងខ្មោចបែបមើលរឿងខ្មោចជ្រុលពេកចារីណានិយាយហើយក៏ទៅដល់ទៅមុខកញ្ចក់រួចក៏នឹកឃើញកំណត់ថ្មីក៏ឲ្យចាយការិនហ្នឹងយកសក់ដែលភ្ញៀវដោះចេញមិញហ្នឹងយកមកតឲ្យគាត់មកគាត់មិនជឿរឿងខ្មោចខ្មាំងសុបិនចម្លែកសុបិនអាក្រក់ស្អីហ្នឹងទេមកសែតមើលថាវាអស់ប្រមាណតើវាជាមានសុបិនអាក្រក់ដោយទៅនឹងចាយការិនកំពុងតែគិតមែនដែរឬអត់ពេលហ្នឹងចាយការិនក៏បានឆ្លើយប្រកែកភ្លាមៗតែម្ដងទៅកាន់ចារីណាថាគុំមិនកើតទេដឹងឯងនេះបើហឹងពេកហើយបើឯងមិនជឿក៏មិនអីដែរតែមិនបាច់ដល់ថ្នាក់ចង់ដឹងចង់លឺដល់ថ្នាក់នេះទេហើយឯងមិនខ្លាចទេតិចលោវាមិនតែនទៅឯងមិនចាប់ហើយទេដឹងចារីណានៅតែព្យាយាមចង់ឈ្នះហើយចាការិននឹងយកសក់នឹងមកតឲ្យគាត់មកហើយស្ដីឲ្យចាការិនថាសម័យនេះហើយឯងនៅជឿរឿងចឹងទៀតហ៎ហើយកុំនិយាយច្រើនពេកឯងបញ្ញាប់តសក់នឹងឲ្យយើងមកឲ្យលឿនមកចាការិនឃើញជំរឿក៏យកសក់នោះមកតឲ្យចារីណាហើយនិយាយមិនស្ដាប់បណ្ដោយតាមដំណើរទៅលុយយប់ឡើងចារីណាកំពុងតែគេងអ្នកច្បាស់ក៏ឃើញថាអ្នកដែលគេមិនតបនោះគឺជាខ្មោចស្រីម្នាក់ដែលមុខសិតតែឈាមតែពេលកន្លែងទៅមើលម្ដងទៀតគឺថាអត់មានអីទេហើយនេះលេងកាត់មកភ្លាមៗហ្មងហីចារីណាគិតថាខ្លួនឯងនឹងស្មើស្មៃក៏ចោះទៅក្រោមទៅញ៉ាំទឹកតែថាខ្មោចស្រីម្នាក់នោះគឺឈាយាមប៉ះនឹងជឿឆ្លៃទៅចារីណាមែនតើប៉ុន្តែចារីណាដូចជាធ្វើមិនខ្វល់ធ្វើមិនឃើញយ៉ាងម៉េចក៏មិនដឹងពេលហ្នឹងមានអីជ្រុះចារីណាក៏បានចូលទៅរើហើយក៏បិទវាំងនន់ស្រាប់តែគឺថា ignore ខ្មោចយកតែម្ដងចាអត់និយាយលុះស្អែកឡើងនៅហាងសាឡនចាការិនបានសួរទៅចារីណាថាយ៉ាងម៉េចហើយឯងយកមិញនេះមានជួបដល់ផ្លែៗទេចារីណាថាជួបតើតែយកមកខ្លាចទេពេលនោះគឺព្យាយាមឡងយ៉ាងណាដែរតែយើងធ្វើដូចមិនខ្វល់តែចាការិននៅតែបារម្ភថាបើចារីណានេះប្រយ័ត្នខ្លួនមែនតើឯងនេះប្រយ័ត្នណាស់ឯងធ្វើមិនខ្វល់ពីគេឯងក៏ថាគេជាខ្មោចគេនៅថានឹងហើយឯងនេះមិនទៅគេចង់ធ្វើអីឯងគេកាន់តែចង់ធ្វើនៅពេលដែលឯងកាន់តែផ្កើណាតែចារីណានៅតែមិនយល់ស្របលុយយប់ឡើងកំពុងតែជិះម៉ូតូត្រឡប់ទៅផ្ទះអ្នកច្បាស់ក៏ឃើញថាក្នុងកញ្ចក់ម៉ូតូឃើញខ្មោចស្រីនោះនៅអង្គុយពីក្រោយតែម្ដងរវល់តែមើលកញ្ចក់ម៉ូតូស្រាប់តែមានឡានមួយបោះពុយយ៉ាងលឿនមកបុកចារីណាយ៉ាងខ្លាំងហើយចារីណាក៏បានដេកស្លាប់ក្នុងទឹកឈាមអូយអាណូធំណាស់ចារីណាត្រូវបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍3ថ្ងៃក្រោយមកសេចក្ដីបានកាត់មកផ្ទះរបស់នាងពេលនោះយើងឃើញថាមានប្រអប់រ៉ាកំបាំងមួយនៅមុខផ្ទះនាងក៏បានចូលទៅមើលឃើញថាប្រអប់នេះគឺជាសក់ទេថាហើយនាងចាំមែនថាសក់នេះគឺជាសក់របស់បងស្រីនាងកាន់មកដល់ហាងសាឡនវិញនាងក៏បានយកសក់នោះមកកាន់ហាងសាឡនហើយនាងបានប្រាប់ទៅចាការិនថានាងចង់បន្តសក់ចាការិនក៏បានប្រាប់ថាប្រហែលជាមិនអាចទៅដឹងព្រោះថាសក់មិនទាន់មានក្នុងស្តុកនៅឡើយហើយពេលនេះយើងគ្មានសក់ឯណាយកមកធ្វើសេវាកម្មអីទៀតទេពេលហ្នឹងនាងក៏បាននិយាយថាអត់អីទេខ្ញុំបានយកសក់ដែលត្រូវតមកដែរតាចាការិនក៏បានថាអញ្ចឹងចូលទៅក្នុងតែម្ដងទៅពេលហ្នឹងនាងក៏បានហុចថងសក់ហើយទៅការិនមើលថាសក់ហ្នឹងតកើតអត់អីអត់ពេលការិនបើកញ្ចប់សក់នោះមើលក៏ឃើញថានាងចាំយ៉ាងច្បាស់ថាសក់នេះគឺជាសក់ដែលនាងបានតឲ្យចារីណាយ៉ាងផ្ទាល់ដៃរឿងអីមកមិនដឹងពេលហ្នឹងចាការិនក៏បានដួលទៅលើដីព្រោះតែម្ដងនាងស្លុតចិត្តណាស់ព្រោះថាហេតុអីបានជាសក់នេះមកនៅក្នុងដៃនាងទៅវិញពេលនោះនាងក៏បានសួរទៅចាការិនថាចានេះចាកាត់អីហើយឯណាមិត្តភក្តិរបស់ចាម្នាក់ទៀតការិនក៏បានឆ្លើយទាំងក្រៀមក្រំនិងសោកសៅថាគឺមិត្តរបស់ខ្ញុំត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយសក់នេះខ្ញុំចាំបានថាខ្ញុំបានតឲ្យនាងមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នឹងកើតឡើងថាមិនត្រូវនាងអាចស្លាប់ព្រោះតែខ្មោចដែលបានមកពីសក់នេះនឹងហើយយល់ល្អនាងកុំតសក់នេះអីណា
ព្រោះថាខ្ញុំបារម្ភពីអាយុជីវិតរបស់នាងពេលនោះនាងក៏បាននិយាយការពិតទាំងអស់ប្រាប់ទៅចៅការិនខ្ញុំប្រាប់តាមត្រង់ចុះសក់នេះគឺជាសក់របស់បងស្រីខ្ញុំសាច់រឿងបានបង្ហាញយើងការពីចៅប្រហមដែលមានឈ្មោះថានីណានោះពេលដែលគាត់នៅរស់នឹងហេតុការណ៍មុនពេលដែលគាត់បានស្លាប់ពេលយប់មួយចានីណាចានេនហើយនឹងម៉ាក់របស់គាត់កំពុងតែអង្គុយញ៉ាំបាយហើយម៉ាក់គាត់ក៏បានលើកអំពីសក់របស់ចានីណាយកមកនិយាយថាចានីណានេះគឺសក់ស្អាតរលោងហើយថែមទាំងវែងទៀតផងហើយនេនវិញកើតអីបានជាទៅកាត់សក់ឡើងកន្ត្រាំងអាក្រក់មើលណាស់ពេលនោះធ្វើឲ្យនេនក៏មានការអន់ចិត្តជាមួយម៉ាក់នាងជាខ្លាំងដែលតែងតែស្ដីឲ្យនាងរហូតសូម្បីតែនាងចង់កាត់មើលសក់ដែលនាងស្រឡាញ់ក៏យកនាងទៅប្រៀបធៀបជាមួយនឹងបងស្រីនាងដែរហើយតើនេន